ក្នុងវិស័យការវិនិយោគគេយកក្បួនអ្នកហាត់ការ៉ាតេតៃក្វាន់ដូយកមកអនុវត្តហេតុអីនៅពេលដែលយើងអនុវត្តម្ដងហើយម្ដងទៀតម្ដងទៀតភាពច្បាស់លាស់របស់យើងគឺកាន់តែមានប្រាជ្ញារបស់យើងមិនលក្ខណៈចំណេះដឹងប្រាជ្ញាកើតចេញអំពីការអនុវត្តជាក់ស្ដែងគេហៅ wisdom អញ្ចឹងនៅពេលហ្នឹងយើងដឹងពីស្ថានភាពបាទក្តៅត្រជាក់ជ្រៅរាក់អីយើងដឹងហើយដោយសារតែយើងអនុវត្តម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអញ្ចឹងនៅពេលហ្នឹងយើងអត់សូវស្ដាប់អ្នកដទៃទេបើសិនជាអ្នកនោះមិនមានចំណេះដឹងច្បាស់លាស់ហើយយើងឆាប់ដឹងពីណាគេពិតប្រាកដពីណាគេคล้ายយើងឆាប់ដឹងនៅពេលដែលយើងអនុវត្តជាក់ស្ដែងតែបើសិនជាយើងអត់អនុវត្តយើងបានប្រម៉ែប្រមូលចំណេះដឹងបែបខួរក្បាលបាទផ្នែកគេហៅ intelligence នៅពេលហ្នឹងពេលខ្លះយើងអត់មានបទពិសោធន៍ជីវិតជាក់ស្ដែងអញ្ចឹងយើងងាយនៅក្នុងការតាមគេតាមឯងអ្នកដែលមានទ្រឹស្ដីល្អបន្តិចយើងតាមហើយអូ idol តែនៅពេលដែលយើងអនុវត្តជាក់ស្ដែងមិនងាយទេមិនងាយពីណាគេមកលួងលោមយើងបានទេខ្ញុំតែងតែយកអីដែលបានរៀនពី K-Flow ក៏ដូចជាកម្មវិធីផ្សេងៗពាក់ព័ន្ធនឹងកម្មវិធីមកពី PM Leadership មួយចំណុចដែលខ្ញុំកំពុងរបៀលហ្នឹងគឺអត់ទុកចិត្តលើប្រាក់ចំណូលតែមួយមុខទេអញ្ចឹងគឺព្យាយាមបង្កើនប្រភពចំណូលហើយបរិងហើយបរិចមកទល់ពេលនេះខ្ញុំមាន 4-5 ប្រភពដែលធ្វើឲ្យចរន្តសាច់ប្រាក់ហ្នឹងវាអត់មានហានិភ័យដូចយើងមានចំណូលតែមួយប្រភពទេបាទអញ្ចឹងទៅគឺ 4-5 ប្រភពហ្នឹងគឺយើងរវល់ច្រើនជាងមុនប៉ុន្តែកក់ក្ដៅមួយវាច្រើនជាងមុនមួយណាពេលដែលធ្វើមកប្រភពយើងតនេប៉ុន្តែរស់តែម្នាក់ឯងហ្នឹងក៏ហានិភ័យដែររស់តែម្នាក់ឯងក៏ហានិភ័យដែរនៅពេលដែលមាន 4-5 ប្រភពទៅកាន់តែ grateful កាន់តែម្ដងសាទរដោយសារតែ 4-5 ប្រភពហ្នឹងចូលមកខ្ញុំមែនប៉ុន្តែមិនមែនចូល 100% ទេមានន័យថាមនុស្សដែលពាក់ព័ន្ធទាំងក្រុមការងារទាំងជាងទាំងមនុស្សដែលពាក់ព័ន្ធហ្នឹងគឺគាត់មានប្រភពចំណូលមានន័យថាយើងបើកប្រភពចំណូលមួយដើម្បីអត់រស់តែម្នាក់ឯងទេបានមកគឺពួកគាត់រស់ដែរហើយគ្រាន់តែយើងផ្លាស់ប្ដូរពីចំណូលតែមួយប្រភពទៅចំណូលច្រើនប្រភពខ្ញុំមានអារម្មណ៍ថាកក់ក្ដៅជាងមុនដោយសារតែមួយប្រភពយើងប្រឹងមិនក៏ដោយយើងរវល់មិនក៏ដោយគឺហានិភ័យហើយហាក់ដូចជាយើងអត់សូវបានចែករំលែកទៅកាន់មនុស្សដែលពាក់ព័ន្ធទេដោយសារតែយើងផ្ដោតទៅមួយប្រភពតើអ្នកឆ្ងល់ទេគ្រួសារអ្នកមានគ្រប់គ្រងលុយយ៉ាងដូចម្ដេចតើអ្នកចង់ឲ្យគ្រួសាររបស់អ្នកចេះគ្រប់គ្រងលុយដោយគ្រួសារអ្នកមានដែរឬទេនេះជាឱកាសសិក្សាជាមួយលោកខំពិសិដ្ឋក្នុងកម្មវិធី Cashflow Online ផ្ដោតលើការរៀនការអនុវត្តវិនិយោគសាកល្បងដើម្បីជួយអ្នកនិងគ្រួសាររបស់អ្នកបង្កើតទម្លាប់ហិរញ្ញវត្ថុដ៏រឹងមាំអ្នកនឹងរៀនពីរបៀបដែលគ្រួសារអ្នកមានគ្រប់គ្រងលុយចេះគ្រប់គ្រងចំណូលនិងចំណាយបង្កើតទម្លាប់ល្អក្នុងការសន្សំទ្រព្យជាប្រចាំអនុវត្តវិនិយោគសាកល្បងដើម្បីបង្កើនជំនាញវិភាគនិងការសម្រេចចិត្តលើពីនេះទៅទៀតអ្នកនឹងបានចូលរួមជាមួយនឹងគ្រួសារខ្មែរជាច្រើនដែលស្រឡាញ់ការរៀនសូត្រចែករំលែកបទពិសោធន៍និងរីកចម្រើនជាមួយគ្នាដើម្បីចុះឈ្មោះចូលរួមនៅក្នុងកម្មវិធីនេះសូមតាក់ទងមកក្រុមការងាររបស់យើងឥឡូវនេះឬផ្ដល់ជាលេខទូរស័ព្ទនៅក្នុង comment ឬ inbox ដើម្បីឲ្យក្រុមការងារទំនាក់ទំនងនិងផ្ដល់ព័ត៌មានលម្អិតជូន